Hello សួស្តីអ្នកទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះដែរគឺខ្ញុំនឹងមកប្រាប់អ្នកគ្នាពីរបៀបនៃការធ្វើវីដេអូAI ហ្នឹងហើយហើយបើសិនជាអ្នកគ្នាចង់ចេះអ្នកគ្នាអាចមើលវីដេអូហ្នឹងហ្នឹងហើយយើងត្រូវមានកម្មវិធីនេះអ្នកគ្នាគឺកម្មវិធី Leonardo AI ហ្នឹងមួយហើយនិងកម្មវិធីនេះកម្មវិធីវីដេអូហ្នឹងមួយអូខេឥឡូវកុំឲ្យយើងខាតពេលវេលាយូរយើងចូលមកកម្មវិធី Leonardo មកបន្ទាប់មកយើងធ្វើការចុចកន្លែងនេះមកអូខេបន្ទាប់មកកន្លែងនេះយើងត្រូវការលុបវាចេញមកអូខេឥឡូវយើងលុបវាចេញសិនបន្ទាប់មកយើងធ្វើការផាសអក្សរយើងចូលហើយបន្ទាប់មកយើងចុចពាក្យថាកន្លែងនេះមកគឺវាចេញមកអ្នកគ្នាហើយចាំតិចទៅដោយសារតែអ៊ីនធឺណិតកន្លែងខ្ញុំវារឿង slow អញ្ចឹងអ្នកគ្នាអូខេឥឡូវវាកំពុងចេញមកហើយបាទនេះរូបនេះគឺខ្ញុំបានធ្វើវាម្ដងហើយហ្នឹងហើយឥឡូវខ្ញុំធ្វើរូបនេះម្ដងឥឡូវវា slow ចាំតិចអ្នកគ្នាអូខេឥឡូវវាចេញមកអ្នកគ្នាមើលទៅនេះគឺរូបទន្សាយធ្វើម្ហូបគឺអូល្អមែនតើអ្នកគ្នាគឺស្អាតសម្រាប់បងដែលចង់យកទៅផុសវីដេអូ short ឬក៏ផុសវីដេអូវែងអីចឹងហ្នឹងហើយអ្នកគ្នាអាចមើលវីដេអូនឹងបានហើយកុប copy អក្សរដែលខ្ញុំដាក់ទៅគឺវានឹងចេញទៅដល់ហ្នឹងហើយអូខេឥឡូវដោយសារតែខាងខ្ញុំគឺវា slow អញ្ចឹងអ្នកគ្នាឥឡូវបន្ទាប់មកខ្ញុំចុចពាក្យថាកន្លែង download ហ្នឹងមកអូខេបន្ទាប់មកយើងត្រូវការយកមួយទៀតមកគឺយើងយកមួយនេះគឺយើងយកមួយហ្នឹងគឺយើងធ្វើការ download វាមួយមកបន្ទាប់មកយើងចេញពីកម្មវិធីហ្នឹងមកយើងចូលកម្មវិធីមួយទៀតអ្នកគ្នាគឺកម្មវិធីវីដេអូឬក៏អ្នកគ្នាប្រើកម្មវិធី Link AI ក៏បានក៏វាដូចតែគ្នាដែរកម្មវិធីហ្នឹងហើយយើងចូលកម្មវិធីហ្នឹងមួយមកយើងចុចពាក្យថា image to video អញ្ចឹងយើងចុច add រូបភាពមួយសិនមកហ្នឹងហើយអូខេឥឡូវយើង add វាមួយឥឡូវសូមចាំវាបន្តិចអូខេកន្លែងហ្នឹងគឺអ្នកគ្នាដូចជាអត់មានអីច្រើនទេគឺអ្នកគ្នាគ្រាន់តែចុចកន្លែង create ហ្នឹងមកគឺវាបានហើយអ្នកគ្នាគឺវាដំណើរការអញ្ចឹងណាគឺយើងវាចាំពី10នាទីទៅ20វិនាទីចឹងហ្នឹងហើយអានេះគឺខ្ញុំបានបង្កើតមុនអ្នកគ្នាមើលទៅនេះគឺឆ្លើយមែនតើមែនតើសម្រាប់បងយកទៅធ្វើវីដេអូ short វីដេអូអីចឹងគឺខ្ញុំគិតថាវាល្អសម្រាប់បង post short អីចឹងហ្នឹងហើយ